សួស្តីបាទស្វាគមន៍មកកាន់វីដេអូរៀបក្រវ៉ាត់បាទនេះជាការរៀបក្រវ៉ាត់ Biston របស់ Click 125គឺក្រវ៉ាត់គឺយើងរៀបវាមានលើមានក្រោមអញ្ចឹងបងប្អូនណាអាខាងតាប៉ែកធំនោះគឺនៅខាងលើគេដាក់អក្សរ IN ហ្នឹងអញ្ចឹងការរៀបជាហ៊ានដំបូងយើងត្រូវដាក់ក្រវ៉ាត់សណាញ់សិនមកហើយយើងទាញវាស្មើមកខ្ញុំពវល់វាយកម្ដងឲ្យចំកែងដែលខ្ញុំយកមេដៃយអុលមុខវាហ្នឹងហើយសម្រាប់មួយទៀតគឺជាហ៊ានបន្ទាប់គឺយើងត្រូវរៀបក្រវ៉ាត់ស្ដើងដែលវាអមនៅសងខាងក្រវ៉ាត់សណាញ់អញ្ចឹងយើងដាក់មកជ្រុងខាងលើម្ដងដាក់ខ្វែងគ្នាកុំឲ្យវាឆ្លោះមុខគ្នាអញ្ចឹងគោលដៅរៀបក្រវ៉ាត់មួយគឺយើងអត់អាចរៀបឲ្យវានៅមុខត្រូវគ្នាទេកាលណាដែលយើងរៀបមុខត្រូវគ្នាគឺធ្វើឲ្យម៉ូតូហ្នឹងមានបញ្ហាហើយអញ្ចឹងយើងត្រូវរៀបឲ្យខុសគ្នាមកយើងរៀបខ្វែងមុខគ្នាឧទាហរណ៍ថាមួយយើងរៀបទៅណាក៏បានដែរប៉ុន្តែសំខាន់គឺក្រវ៉ាត់យើងត្រូវតែរៀបឲ្យខ្វែងមុខគ្នាអញ្ចឹងមើលក្រវ៉ាត់សណាញ់ហ្នឹងវាហើបវាអីយើងសេរីវាត្រូវមកយើងដាក់មុខវាខុសគ្នាមកយើងដាក់មុខអាមួយលើអាមួយក្រោមអាមួយឆ្វេងអាមួយស្ដាំជាងកុំឲ្យដាក់ដូចគ្នាហើយអញ្ចឹងការរៀបក្រវ៉ាត់នេះក្រវ៉ាត់អមក្រវ៉ាត់សណាញ់វាស្ដើងតុនខ្មៅវាមាន2អាក្រវ៉ាត់សណាញ់វានៅចន្លោះកណ្ដាលអាក្រវ៉ាត់ស្ដើងហ្នឹងវាអមសងខាងអញ្ចឹងយើងរៀបចែកមុខគ្នាឲ្យដាច់មកកុំឲ្យក្រវ៉ាត់5ច្រឡឹកតែយើងរៀបមុខដូចគ្នាគឺម៉ូតូហ្នឹងហុយហើយជាការដែលយើងពវល់កិច្ចមុខគ្នាមកចឹងនិយាយថាចែកជា5ទិសបងប្អូនការរៀបក្រវ៉ាត់យើងត្រូវរៀបចែកជា5ទិសហើយបន្ទាប់ពីយើងរៀបក្រវ៉ាត់3នឹងរួចវគ្គទី2គឺយើងត្រូវរៀបក្រវ៉ាត់ពណ៌ខ្មៅហើយក្រវ៉ាត់ពណ៌សគឺជាក្រវ៉ាត់រៀបចុងក្រោយហើយសម្រាប់អាខ្មៅហើយអាសនេះវាមានលេខវាណាដូចថា025អញ្ចឹងក្រវ៉ាត់ហ្នឹងក៏វាមានលេខ025ដូចគ្នាអញ្ចឹងអា025ហ្នឹងដាក់មកខាងក្បាលវាស្ទង់ដាក់មកលើមកកាលណាដែលយើងដាក់លេខចុះក្រោមគឺយើងរៀបក្រវ៉ាត់បច្រាស់ហើយអាក្រវ៉ាត់ខ្មៅហ្នឹងយើងដាក់មកអាខាងភ្នែកប៊ីស្តុងអាធំមកខាងជាប៉ាប់ប្រេងមកជាប៉ាប់លើអាធំហ្នឹងជាប៉ាប់លើបងប្អូនត្រូវចាំគ្រប់ម៉ូតូទាំងអស់គឺអាធំលើហើយបន្ទាប់មកទៀតក្រវ៉ាត់សក៏វាមានលេខដូចគ្នាវាមានលេខ025ដូចគ្នាតែព្យាយាមពិនិត្យបន្តិចអាហ្នឹងមើលអត់សូវឃើញព្រោះលេខសដែរអញ្ចឹងសម្រាប់ក្រវ៉ាត់សនេះគឺយើងរៀបសម្រាប់ខ្ញុំរៀបដាក់មកខាងច្បាប់តូចគឺច្បាប់ភ្លើងដាក់មុខលើក្រោមអញ្ចឹងហើយបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share ចែកគ្នាមើលកុំភ្លេចជួយចែកម្លែកហើយកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងហើយកុំភ្លេចដាក់ Prayer Biston ផងនេះកន្លែងខ្ញុំចោលហ្នឹងដាក់មួយឲ្យហើយមកហើយចឹងវីដេអូបន្ទាប់ទៀតយើងទៅដាក់សមីរៀបយើងទៅដាក់ Biston ចូលដៃយេនហើយយើងផ្គុំសមីចូលហើយក្រវ៉ាត់យើងត្រូវពិនិត្យផងណាយើងបែងចែកវាដាច់មុខគ្នាមកចែកជា5មក5ទិសគឺហាមផុតគឺអត់ឲ្យរៀបក្រវ៉ាត់មុខស្របគ្នាទេហើយមើលវីដេអូបើចង់ចេះកុំសាខ្ញុំបញ្ជាក់បងតាសាអត់ចេះទេកុំភ្លេច Prayer Biston ផងអរគុណ